Hôm nayอายุសង្ខាររបស់សត្វទូទៅទាំងអស់ធម៌មរណៈនេះសេចក្តីស្លាប់មិនមែនជាធម៌របស់អ្នកស្រុកណាមួយមិនមែនជាធម៌របស់អ្នកនិគមឯណានីមួយឬក៏មិនមែនជាធម៌សម្រាប់វងត្រកោឯណានីមួយទេមរណៈពលគឺសេចក្តីស្លាប់គឺជាធម៌របស់មនុស្សសត្វទូទៅទាំងអស់ដែលត្រូវជួបត្រូវប្រទះគ្រប់គ្នាបើមិនប្រទះខ្លួនឯងក៏ជួបប្រទះសាច់ញាតិដូចជាក្នុងពេលនេះម្ដាយបានបាត់បង់នៅកូនជាទីស្រឡាញ់ឯកូនចៅប្រុសស្រីឯណោះវិញក៏បានបាត់បង់ម្ដាយជាទីស្រឡាញ់ដូចគ្នាព្រះពុទ្ធជាម្ចាស់ព្រះអង្គសម្ដែងតសាពីសត្តាមរេសន្តិមរណន្តាំងហេជីវិតាំងយថាកម្មੰកមិសន្តោបញ្ញបាបបលោបគានិរិយ៉ាងបាបកម្មន្តាបញ្ញកម្មាចសុគតឹងថាសត្វទាំងឡាយតែងតែនឹងស្លាប់គ្រប់គ្នាពីព្រោះជីវិតរបស់សត្វទាំងឡាយតែងមានសេចក្តីស្លាប់នៅខាងចុងគ្រប់ប្រាណកាលណាបើបុគ្គលបានស្លាប់ទៅហើយរមែងទៅតាមយថាកម្មគឺតាមសំគួរដល់អំពើដែលខ្លួនបានធ្វើបុគ្គលឯណាដែលបានធ្វើនៅបុណ្យរមែងបានទៅកាន់សុគតិភពឯបុគ្គលឯណាធ្វើនៅអំពើបាបរមែងទៅនរកប្រែតអសូរកាយជាដើមនេះជាគាថាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងសម្រាប់ពុទ្ធបរិស័ទយកមកពិចារណាទាំងអស់គ្នាថាសត្វលោកទាំងអស់មានសេចក្តីស្លាប់នៅខាងចុងសេចក្តីស្លាប់ពលគឺមរណៈឬក៏មច្ចរាជនេះมันមានអ្នកណាអាចច្បាំងឈ្នះมันមានអាវុធយុទ្ធភ័ណ្ឌឬក៏វិធីសាស្ត្រណាមួយដែលអាចមកគៀខាំងរារាំងថាឲ្យបុគ្គលម្នាក់នោះมันដល់នៅសេចក្តីស្លាប់มันមានទេនៅក្នុងលោកកសន្និវាសយ៉ាងនេះសំបីតែព្រះសម្មាសម្ពុទ្ធព្រះអង្គជាបុគ្គលឯកនៅក្នុងលោកក៏ចង់ក្រោយព្រះអង្គយាងចូលបរិនិព្វានគឺអស់អាយុសង្ខារដូចសត្វលោកទូទៅដែរពីព្រោះជាធម៌ដែលត្រូវជួបប្រទះគ្រប់គ្នាទាំងអស់គ្រាន់តែមុនហើយនឹងក្រោយយូរហើយនឹងឆាប់ក៏ប៉ុន្តែបើរឿងអាយុវែងអាយុខ្លីមិនទៀងទាត់ទេញាតិញោមមើល57ឆ្នាំកន្លែងខ្លះ60ឆ្នាំកន្លែងខ្លះ70ឆ្នាំតាំងពីទេសនាមកជួបតែមួយទេ104បន្ទាប់មក101បន្ទាប់មក100ត្រឹមប៉ុណ្ណឹងទេញោមអស់ខ្ពស់ហើយត្រឹម104ក៏ប៉ុន្តែមិនចាំតែ104ទេរោងដតេទៀត30ជាង20ជាងរួចនឹងចាំចាស់បានស្លាប់ថាអត់ទេចាំដល់វ័យឈឺជរាបានស្លាប់ថាអត់ទេរឿងស្លាប់នោះមិនចាំតែចាស់ចាំតែជរាឯណាជួនកាលកម្មកាត់ផ្ដាច់អស់អាយុសង្ខារដោយសារមានឧបតវៈហេតុគ្រោះថ្នាក់ចរាចរណ៍ឬក៏ដោយឧបតវៈហេតុពុលនៅអាហារឬក៏គ្រោះកាចលួងទឹកអីជាដើមសិតតែជាទីកន្លែងដែលត្រូវបំរុងដល់នៅសេចក្តីស្លាប់ទាំងអស់ពីព្រោះការដែលរស់នៅបានសពថ្ងៃគឺអាស្រ័យទៅលើផលបុណ្យដែលបានសន្សំពីអតីតមកដែលអាចរស់នៅបានប្រមាណគឺអាស្រ័យទៅលើផលបុណ្យដែលបានសន្សំមកប៉ុណ្ណោះទេដូច្នេះបានជានៅក្នុងពុទ្ធសាសនាប្រទេសខ្មែរយើងមានបុណ្យចម្រើនបច្ចុប្បន្នអីដើម្បីឲ្យអាយុវែងគឺដើម្បីធ្វើបុណ្យបញ្ចូលនៅក្នុងជីវិតចន្ទ្រីគឺរូបរាងកាយដូចគ្នាបើវិធីសាស្ត្រធ្វើម៉េចថាឲ្យវាមានអាយុនឹងវាវែងទៅហ្មងនឹងវាមានផ្សេងទៀតនៅក្នុងពុទ្ធសាសនាដែលមានការបរិភោគឲ្យដឹងអាហារអីជាដើមប៉ុណ្ណេះទេក៏ប៉ុន្តែបើត្រូវមានកម្មកាត់ផ្ដាច់ឲ្យខំថែណារូបរាងកាយមិនហ៊ានដើរហើរចិត្តឆ្ងាយទេបរិភោគអាហារគូមើលទៅណាក៏មើលកាលវេលាមិនចេះតែដើរហិចហើរក៏ប៉ុន្តែយូរចេញម្ដងស្រាប់តែត្រូវជួបឧបតវៈហេតុ
គ្រោះថ្នាក់វិបត្តិនានាដែលនាំឲ្យដល់នៅសេចក្តីស្លាប់នេះក៏មានដែរដូច្នេះមិនចាំចាស់មិនចាំក្មេងទេដូច្នេះបានព្រះអង្គសម្ដែងមុននឹងបរិនិព្វានទៅព្រះអង្គប្រាប់ពុទ្ធបរិស័ទរបស់ព្រះអង្គផ្ដាំទៅមនីអានន្ទថាអ្នកទាំងឡាយចូលកុំប្រមាទចំពោះអាយុសង្ខារឲ្យសោះព្រះពុទ្ធមិនឲ្យប្រមាទទេចំពោះអាយុសង្ខារនេះពីព្រោះវាស្ថិតនៅក្នុងអនិច្ចតាធម៌ស្ថិតនៅក្នុងសភាពមិនទៀងទាត់ស្ថិតនៅក្នុងសភាពជាទុក្ខស្ថិតនៅក្នុងសភាពទាំងអស់ហ្នឹងមិនមែនជារបស់ខ្លួនគឺហាមមិនបានខាត់មិនបានទេពីព្រោះមិនទៀងទាត់ពិតមែនញោមជួបគ្នាពីល្ងាចសោះចាប់តែព្រលឹមឡើងឬដំណឹងថាស្លាប់ទើបតែជួបគ្នាពីឆ្នាំមុនសោះចាប់តែឆ្នាំក្រោយឬដំណឹងថាស្លាប់ទើបតែជួបគ្នា1ម៉ោងមុនសោះចាប់តែ1ម៉ោងក្រោយឬដំណឹងថាស្លាប់យុទ្ធជួនទើបតែឃើញ1ថ្ងៃ2ថ្ងៃមុនសោះស្រាប់តែប្រហែលថ្ងៃក្រោយស្លាប់អនេលពេញទឹកពេញដីនេះជាធម៌សម្រាប់ពុទ្ធបរិស័ទពិចារណានៅក្នុងជីវិតរស់នៅសពថ្ងៃឃើញនៅនឹងភ្នែកផ្ទាល់អត់ចាំបាច់ជ្រៅទេអត់ចាំបាច់យកមកគិតពិចារណាឲ្យយូរទៅបានយល់ទេបានដឹងទេគ្រាន់តែមើលឃើញនឹងភ្នែកធម្មតាហ្នឹងយើងឃើញបាត់ទៅហើយគ្រាន់តែការស្លាប់នឹងវាខុសគ្នាទៅអ្នកខ្លះក៏ស្លាប់ដោយអស់អាយុគាត់ទៅអ្នកខ្លះក៏ស្លាប់ដោយកម្មមកកាត់ផ្ដាច់ទៅអ្នកខ្លះក៏ស្លាប់ដោយអស់បុណ្យទៅអ្នកខ្លះស្លាប់ដោយអស់បុណ្យផងអាកម្មនឹងវាមកកាត់ផ្ដាច់ផងទៅអាហ្នឹងយើងនិយាយតាមពុទ្ធសាសនាបើយើងឃើញដោយភ្នែកអ្នកខ្លះស្លាប់ដោយចាស់ជរាមែនតែនទៅអាយុចិត្តឡើងនឹងគេចាត់ទុកថាស្លាប់ដោយចាស់ជរាហើយអ្នកខ្លះស្លាប់ពីក្មេងដែរប៉ុន្តែដូចអាត្មាថាខាងដើមដោយគ្រោះថ្នាក់ចរាចរណ៍លងទឹកចឹងទៅយុទ្ធជនស្លាប់ដោយសារធ្វើសង្គ្រាមការពារទឹកដីចឹងទៅគ្រាន់តែមានសន្តានខុសគ្នាប៉ុណ្ណឹងទេគ្រាន់តែស្លាប់ខ្លះវាមានតម្លៃស្លាប់ខ្លះវាគ្មានតម្លៃប៉ុណ្ណឹងខុសគ្នាក៏ប៉ុន្តែបើរឿងស្លាប់ទៅដូចគ្នាទាំងអស់ស្ដោកស្ដង្កហើយលែងមានពាក្យល្អោកល្អើនលែងបានជួបលែងបានប្រស្រ័យតាក់តងទៅដល់ទីណាក៏មិនដឹងតែចាប់តែដាច់ខ្យល់ប៉ត់ទៅឃើញទៅរូបកាយនៅស្ដោកត្រង់ហ្នឹងដល់ពេលវិញ្ញាណនោះត្រាចទៅដល់ទីណាអាកម្មហ្នឹងវាឧបត្ថម្ភឲ្យទៅកើតនៅក្នុងទីណាកើតកន្លែងល្អមិនល្អអាហ្នឹងយថាកម្មੰក៏មិសន្តិគឺតាមយថាកម្មគឺតាមសំគួរដល់អំពើដែលខ្លួនឯងបានធ្វើព្រោះអំពើបុណ្យអ្នកនាំយើងឲ្យទៅសុគតិភពហើយអំពើបាបអ្នកនាំយើងឲ្យទៅទុក្ខតិភពនេះជាធម៌សម្រាប់ពិចារណានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ